ព្រោះនេះគឺជាទស្សនវិជ្ជានៅខាងក្នុងវត្តពុទ្ធរាំងសីអំបញ្ញមិញគឺជាទស្សនវិជ្ជានៅខាងក្រៅឥឡូវសូមញោមពុទ្ធបរិស័ទទាំងអស់គ្នាអញ្ជើញមកមើលថាទីតាំងនៅក្នុងវត្តពុទ្ធរាំងសីគឺមានរៀបចំកម្មវិធីអ្វីខ្លះឬក៏មានរៀបចំអ្វីខ្លះដើម្បីទទួលញាតិញោមដែលបានអញ្ជើញមកចូលរួមទស្សនកិច្ចមកចូលរួមធ្វើបុណ្យឆ្លងភ្ជុំបិណ្ឌនៅក្នុងថ្ងៃនេះថ្ងៃនេះគឺជាកន្លែងកសាងទទួលនៅបច្ច័យកសាងព្រះវិហារក៏ដូចជាបច្ច័យដតីផ្សេងនានាដែលញាតិញោមអាចអញ្ជើញចូលរួមមកចូលបុណ្យនៅទីនេះបានបងសាធុជាបន្តទៅទៀតមានហើយញាតិញោមបានឃើញអញ្ចឹងគឺមានញាតិញោមអញ្ជើញចូលរួមច្រើនញាតិញោមខ្លះទៅតែមកញាតិញោមខ្លះមកតាំងពីព្រឹកព្រលឹមបងសូមសេចក្តីប្រាថ្នារបស់ញាតិញោមប្រាថ្នានៅក្នុងសម្បត្តិណានិមន្តពុទ្ធបំដងផងប្រាថ្នាបងកន្លែងនេះគឺយើងមានផ្លាក Welcome to ព្រះបូដារាំងសី Temple ក៏ដូចជាវត្តពុទ្ធរាំងសីសូមស្វាគមន៍មានអាស័យដ្ឋានវត្តហើយនេះគឺជាចែកនៅ free វត្តទីតាំងកន្លែងនេះគឺជាទីតាំងទី1ដែលញាតិញោមអាចមកទទួលពិសាបបរដែលឥតចិត្តថ្លៃក៏ដូចជានំបញ្ចុកបងនៅទីតាំងនេះគឺឃើញមានញាតិញោមពុទ្ធបរិស័ទជាច្រើនអញ្ជើញមកចូលរួមហូបបណ្ដាគឺចែកនៅបបរមុនបងនំបញ្ចុកគឺបន្ទាប់ពីប្រសង់លោកនិមន្តបណ្ឌបាតរួចគឺចាប់ផ្ដើមចែកនៅនំបញ្ចុកបងកន្លែងនេះគឺជាកន្លែងបបរបងញាតិញោមកំពុងតែបបរអស់មួយខ្ទះណាញោមឥឡូវអស់មួយខ្ទះហើយអានេះខ្ទះទី2ប្រហែលខ្ទះហ្នឹង3ខ្ទះអញ្ចឹងនេះគឺខ្ទះទី2បងពេលព្រឹកនេះគឺបបរនេះបើសិនជាអស់3ខ្ទះហើយញាតិញោមកុំបារម្ភកុំភ័យកំព្រួយនៅមាននំបញ្ចុកគឺប្រហែលជាប្រហែលកែចាស់មើលទៅសួរគាត់ផ្ទាល់មើលនំបញ្ចុកបើសិនជាអស់បបរគឺនៅមាននំបញ្ចុកហើយនំបញ្ចុកនេះគឺញាតិញោមបានឃើញអញ្ចឹងច្រើនណាបងនំបញ្ចុកប្រហែលកែថ្ងៃនេះញោមចម្រើនបង5កែនំបញ្ចុកគឺញាតិញោមមិនខ្វះទេបើសិនជាខ្វះរងចាំឆ្នាំក្រោយបន្ថែមទៀតបងហើយនំបញ្ចុកនេះគឺចាប់ផ្ដើមចែកជូនញាតិញោមពុទ្ធបរិស័ទគឺបន្ទាប់ពីប្រសង់លោកបណ្ឌបាតហើយបងអញ្ចឹងញាតិញោមអាចមានឱកាសរាប់បាត់ប្រសង់ក៏ដូចជាមានឱកាសមកពិសានំបញ្ចុកបងតែព្រឹកឡើងនេះគឺញាតិញោមហូបទាំងអស់គ្នាគឺបបរទេបបរបាន2ខ្ទះហើយអញ្ចឹងញាតិញោមអញ្ជើញចូលរួមមកនំបញ្ចុកក៏ free បបរក៏ free អត់គិតថ្លៃទាំងអស់បងហើយឆ្ងាញ់ណាស់ខ្ញុំនំបញ្ចុកញោមនំបញ្ចុកឆ្ងាញ់ញាតិញោមណាមិនទាន់បានមកសាកឲ្យហើយប្រយ័ត្នស្ដាយក្រោយបងអញ្ចឹងអរគុណញោមច្រើនញោមបងជូនពរបានសុខចម្រើនទាំងអស់គ្នាបងអញ្ចឹងនៅខាងផ្នែកខាងក្រៅគឺយើងមានកម្មវិធីទៀតនៅទីនេះមានញាតិញោមក៏លក់ចេកចៀនបងលក់ម្ហូបអាហារមាននំមានអីជាដើមបងឥឡូវនេះគឺមកដល់កន្លែងមួយដែលជាកន្លែងរំលឹកនៅអនុស្សាវរីយ៍រំលឹកនៅស្រុកកំណើតដែលញាតិញោមពុទ្ធបរិស័ទខ្លះគាត់មកឃ្លាឆ្ងាយពីស្រុកកំណើត50-60ឆ្នាំទៅក៏មិនដែលបានទៅក៏មានតុបតែងជាផ្ទះបងជាផ្ទះខ្មែរភូមិខ្មែរបងសុខសប្បាយញោមនេះគឺជាផ្ទះខ្មែរផ្ទះបុរាណដែលសាងសង់ឡើងដោយប្រធានភូមិនេះគឺប្រធានភូមិវត្តពុទ្ធរាំងសីបងហើយមើលមានចំណាប់អារម្មណ៍ហ្នឹងគឺថាឃើញបងខ្ញុំសុខសប្បាយបងសាធុអាយុវែងចំណាប់អារម្មណ៍យ៉ាងម៉េចដែរថ្ងៃនេះមានអារម្មណ៍ថាបងប្អូនមកច្រើនយើងមានអារម្មណ៍សប្បាយចិត្តសប្បាយរីករាយណាមានញោមគាត់មកចូលរួមច្រើនមកតាំងពីរដ្ឋផ្សេងមានយូរយ៉ងចុងថ្ងៃនេះមានកម្មវិធីអីដែរពេលថ្ងៃឡើងមានកម្មវិធីចែកសមមានកម្មវិធីរំរបាំជាប្រៃសម្រាប់បងប្អូនខ្មែរមកចូលរួមបានទស្សនាសមប្រហែលជាប្រមាណ100នំដែរប្រហែលជា1600មានតែសមជ្រូកសុទ្ធទេណាមកអញ្ជើញនាំធัวបងនេះគឺគេ perform គេហាត់សមរបាំដើម្បីរួមនៅថ្ងៃនេះបងនេះគឺគេកំពុងតែហាត់សមនៅរបាំដើម្បីរៀបចំរួមបងហើយនេះគឺជាអន្សមដែលនឹងទុកចែកជូនញាតិញោមពុទ្ធបរិស័ទនៅក្នុងថ្ងៃនេះ
ញាតិញោមមើលនៅលើតុកនេះច្រើនប៉ុណ្ណឹងហើយគឺនៅក្នុងផ្ទះដែលមិនតមិនចេញមកទៀតមិនដឹងថាច្រើនប៉ុណ្ណាបងអន្សមខ្លះទៅក៏ធំអន្សមខ្លះទៅក៏ទូចទៅតាមទឹកដៃណាវិញបងនេះគឺសំទៅទូចមួយទុកចែកជូនញាតិញោមពុទ្ធបរិស័ទញាតិញោមយកទៅកាត់តែយកទៅកម្ដៅក៏បានយកទៅ fry ជៀនក៏បានដែរបងហើយនៅខាងផ្នែកសុខសប្បាយរសមួយផ្នែកខាងនោះបងនៅខាងនេះគឺលឺសូសំឡេងរបាំគេកំពុងតែហាត់សមបងនេះគឺនៅកន្លែងខាងនេះគឺមានចងតុងខាងលើច្រើននេះគឺកន្លែងតន្ត្រីបងកន្លែងតន្ត្រីគឺបន្ទាប់ពីញាតិញោមពុទ្ធបរិស័ទទទួលទានរួចហើយក៏ចាប់ផ្ដើមប្រគំឲ្យត្រហឹងអង្គងតែម្ដងបងថ្ងៃនេះគឺញាតិញោមពុទ្ធបរិស័ទត្រៀមតែជើងព្រួតទៅបងគឺមានតារាចម្រៀងមកពីព្រះរាជាណាចក្រកម្ពុជាក៏ដូចជាប្រទេសបារាំងបងដែលនឹងមកច្រៀងចែកជូនញាតិញោមពុទ្ធបរិស័ទឲ្យបានស្ដាប់កំសាន្តរាំលេងកំសាន្តនៅក្នុងពិធីឱកាសបុណ្យឆ្លងភ្ជុំបិណ្ឌបងអញ្ចឹងអាស្រ័យដូចបានជម្រាបជូនខាងដើមមានទាំងពីមុខពីក្រោយហើយខាងក្រោយនោះគឺមានអូសៀនដែលពុទ្ធរង្សីបានរៀបចំស្អាតបងមិនថាអូសៀននឹងយ៉ាងម៉េចយ៉ាងម៉ាទេគឺមើលឃើញថាស្អាតមានព្រះអង្គទ្រង់បណ្ឌបាតមានរៀបចំជាសួនផ្កាជាដើមដើម្បីទុកទទួលញាតិញោមពុទ្ធបរិស័ទអញ្ជើញមកចូលរួមច្រះថ្លាអនុមោទនាលេងកំសាន្តនៅក្នុងពិធីបុណ្យឆ្លងភ្ជុំបិណ្ឌក្នុងវត្តពុទ្ធរង្សីគឺក្នុងឆ្នាំ2025ផ្ទាល់នេះបងបើពេលញាតិញោមមកហើយឃើញស្រស់ស្អាតចឹងហើយគាត់មានចិត្តជ្រះថ្លាគាត់ចង់មកទៀតណាបងគឺឃើញថាគាត់ចង់មកហើយមានធម្មជាតិស្រស់ស្រាយឬសូរស័ព្ទចាបយំចោចចាចចេះចោចបងមានញាតិញោមខ្លះនោះក៏មកត្រៀម camping បោះតង់នេះបងគាត់រកកន្លែងម្ដងហើយបងអញ្ចឹងវីដេអូក្នុងពេលនេះគឺមានតែប៉ុណ្្នេះទេគ្រាន់តែចង់បង្ហាញញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាបានដឹងថាក្នុងវត្តពុទ្ធរង្សីយើងហ្នឹងគឺនៅតែប្រពធ្វើពិធីបុណ្យឆ្លងភ្ជុំបិណ្ឌបងអញ្ចឹងសូមអរគុណញាតិញោមសូមអរគុណកណាគុំចាស់គ្រប់ព្រះអង្គអរគុណញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាដែលបានតាមដានទស្សនានៅវីដេអូនេះតាំងពីដើមរហូតដល់ចប់បងសូមអរគុណនិងសូមអរគុណ